ខ្ញុំសូមធ្វើការណែនាំដោយអាដាមលោកជំទាវថ្នាក់ដឹកនាំក្រសួងស្ថាប័នប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្តអភិបាលនៃគណៈបាលរាជធានីខេត្តទាំងអស់ត្រូវជំរុញឲ្យប្រជាពលរដ្ឋមូលដ្ឋានទាញយកដល់ប្រើប្រាស់ឲ្យបានទូលំទូលាយនៅកម្មវិធីទូរស័ព្ទដៃ App No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីទទួលបានសារអប់រំមេរៀននិងសារព័ត៌មាននិងជាពិសេសដើម្បីរាយការណ៍ដោយសម្ងាត់ពីបទល្មើសគ្រឿងញៀនក្នុងសហគមន៍ឈានទៅដល់ការបង្ក្រាបទាន់ពេលនិងប្រសិទ្ធភាពកន្លងទៅខ្ញុំក៏សូមកោតសរសើរដល់ក្រុមការងារ App No Drug នេះដែលកន្លងមកបានទទួលសំណូមពរពីពលរដ្ឋជាង 6,000 ករណីនិងដោះស្រាយបានទៅដល់ 93% ដែលជាការទទួលបាននៅទំនុកទុកចិត្តពីសំណាក់ប្រជាពលរដ្ឋដូច្នេះខ្ញុំសូមអំពាវនាវឲ្យមានការប្រើប្រាស់កម្មវិធីនេះបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋមូលដ្ឋានយើងចូលរួមជាមួយសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន